ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយករឿងតាក់ទងជាមួយនឹងឧបតហេតុយន្តហោះមួយមកធ្វើការបកស្រាយជូនទស្សនាវាមានចំណងជើងថា Fly World War II ដែលចេញនៅឆ្នាំ2015សង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តហើយនឹងជួយ like ជួយ comment បានច្រើនជាពិសេសសម្រាប់អ្នកថ្មីសូមកុំភ្លេចជួយ subscribe channel ឬក៏ follow page មនោចរណៃដើម្បីផ្ដល់ជាកម្លាំងចិត្តដល់ខ្ញុំផងបានសូមអរគុណរឿងនេះចាប់ផ្ដើមជាមួយនឹងយន្តហោះដឹកអ្នកដំណើរមួយជើងយន្តហោះលេខ IA-42 ដែលហោះចេញពីទីក្រុង Dallas រដ្ឋ Texas ប្រទេសអាមេរិកឆ្ពោះទៅកាន់ទីក្រុង London ប្រទេសអង់គ្លេសនៅពេលហោះហើរបាន7ម៉ោងកន្លះ pilot ឈ្មោះ William បានប្រកាសនិយាយស្នេហ៍ស្នាលជាមួយនឹងអ្នកដំណើរនៅលើយន្តហោះដើម្បីអាប់ដេតព័ត៌មានផ្សេងៗទាក់ទងនឹងការហោះហើរលើកនេះគាត់បាននិយាយធានាថាគាត់នឹងជូនពួកគេទៅដល់គោលដៅបានដោយសុវត្ថិភាពនិងទៀងទាត់ពេលវេលាបំផុតបន្ទាប់មកគោ pilot ឈ្មោះ Daniel បានរៀបចំត្រួតពិនិត្យព័ន្ធបច្ចេកទេសនៅក្នុងយន្តហោះរំពេចនោះឧបករណ៍ប្រាប់ព័ត៌មានផ្សេងៗនៅលើយន្តហោះស្រាប់តែញាក់មិននៅមកពីមូលហេតុអីទេក្រោយមកទៀតយន្តហោះក៏រំជួយរំផ្លែតហើយក៏បាត់ទៅវិញពេលនោះ William ដែលជាកាប៉ីតែនបានទាក់ទងទៅស្ថានីយ៍គ្រប់គ្រងផ្លូវអាកាសនៅដីដើម្បីសួរនាំពីអាកាសធាតុប៉ុន្តែស្ថានីយ៍គ្រប់គ្រងបានប្រាប់ថាធាតុអាកាសអត់អីទេមេឃស្លាស់ល្អណាស់គ្រាន់តែនិយាយផុតពីមាត់ William ស្រាប់តែឃើញព្យុះនៅចំពីមុខគាត់ពេលនោះស្ថានីយ៍គ្រប់គ្រងក៏ភ្ញាក់ផ្អើលខ្លាំងណាស់ដែរព្រោះ5វិនាទីមុនអត់អីផងហើយដោយសារតែអត់មានផ្លូវវាង William បានប្រាប់ឲ្យអ្នកដំណើរទាំងអស់ចូលអង្គុយកៅអីរៀងៗខ្លួនហើយដាក់ខ្សែក្រវ៉ាត់ឲ្យជាប់ព្រោះពួកគេត្រូវបើកកាត់ព្យុះហើយជាទូទៅនៅពេលដែលយន្តហោះជួបព្យុះម្ដងគឺអាលែកជាងជាអាទេសគោទៀតប៉ុន្តែខុសគ្នាត្រង់ថាជាអាទេសគោអត់ភ័យទេណាតែសម្រាប់យន្តហោះវិញគឺមួយបួងសួងអស់ហើយសូម្បីតែអូទេដែលជាយន្តហោះស្ទើរតែរាល់ថ្ងៃក៏ភ័យដែរនៅពេលនោះ pilot ទាំងពីរបានបញ្ជាយន្តហោះបុកចំកណ្ដាលព្យុះតែម្ដងព្រោះអត់មានផ្លូវគេចទេហើយយើងសង្កេតឃើញថាយន្តហោះដូចជាឆ្លងកាត់ portal អីម្យ៉ាងបន្ទាប់មកនៅពេលដែលពួកគេឆ្លងកាត់ព្យុះហើយយន្តហោះចាប់ផ្ដើមមានលំនឹងធម្មតាវិញប៉ុន្តែចម្លែកត្រង់ថាមេឃចាប់ផ្ដើមងឹតតាមត្រូវ50នាទីទៀតទើបថ្ងៃលិចតែវាមិនសំខាន់ប៉ុន្មានទេសំខាន់គឺ William ត្រូវប្រកាសប្រាប់អ្នកដំណើរសុំទោសពួកគេដែលធ្វើឲ្យពួកគេភ័យបន្ទាប់មកអ្នកដំណើរនៅក្នុងយន្តហោះក៏ចាប់អារម្មណ៍ថាសេវាអ៊ីនធឺណិតហើយនិងសេវាទូរស័ព្ទនៅក្នុងយន្តហោះចាប់ផ្ដើមដាច់ William ហើយនិង Daniel ក៏ចាប់អារម្មណ៍ថាឧបករណ៍ប្រាប់ព័ត៌មានផ្សេងៗនៅក្នុងយន្តហោះក៏អត់ដំណើរការដែរនៅសល់តែរ៉ាដាមួយគត់ដែលនៅធ្វើការព្រោះការពីគេអាប់ក្រេតប្រព័ន្ធបញ្ជានៅក្នុងយន្តហោះលើកមុនគេអាចបានអាប់ក្រេតរ៉ាដានឹងទេពេលនោះ William បានតាក់ទងទៅស្ថានីយ៍គ្រប់គ្រងប៉ុន្តែស្ងាត់ឈឹងអត់មានចម្លើយតបទេកន្លែងទៅមើលក្រុមអ្នកដំណើរវិញអូតេដែលជាស្រីស្អាតម្នាក់ឈ្មោះ Cameron បានដើរសន្ទនាជាមួយភ្ញៀវលេងដើម្បីលួងចិត្តភ្ញៀវនាងបានចាប់អារម្មណ៍ថាមានភ្ញៀវពីរនាក់គឺជាបារាមទូបន្ទាប់មក Cameron បានចាប់អារម្មណ៍ជាមួយនឹងបារម្ភម្នាក់ដែលអង្គុយនៅជួរកៅអីក្រៅគេហើយគាត់កំពុងតែកត់ត្រាស្អីម្យ៉ាងមិនដឹងទេពេលដែល Cameron សួរគាត់បានប្រាប់នាងថាគាត់ចេះតែកត់ហេតុការណ៍ផ្សេងៗដែលគាត់ជួបអញ្ចឹងទៅដើម្បីកុំឲ្យភ្លេចព្រោះអីគាត់ចាស់ណាស់ហើយបន្ទាប់មកយន្តហោះបានបន្តហោះហើរយ៉ាងរលូនអត់មានបញ្ហាអីទេប៉ុន្តែ Daniel បានចាប់អារម្មណ៍ថាពួកគេហោះហើរមកស្ទុះហើយក៏ប៉ុន្តែនៅក្នុងរ៉ាដាដោយអត់មានចាប់បានយន្តហោះណាមួយសោះបានន័យថានៅលើមេឃហ្នឹងដោយពួកគេហោះតែម្នាក់ឯងអញ្ចឹងពេលនោះ William បានឲ្យយោបល់ថាពួកគេគួរតែហោះចុះទៅទៀបបន្តិចក្រែលោបានឃើញកប៉ាល់នៅលើសមុទ្រឬក៏អាចតាក់ទងទៅស្ថានីយ៍គ្រប់គ្រងបានថាហើយក៏ប្រកាសប្រាប់អ្នកដំណើរឲ្យដាក់ខ្សែក្រវ៉ាត់ដើម្បីបញ្ជាគ្រោះថ្នាក់ផ្សេងៗជាយថាហេតុបន្ទាប់មកនៅពេលដែលយន្តហោះហោះនៅកម្ពស់ទាបពួកគេបានឃើញដីគោកវាចម្លែកខ្លាំងណាស់បើតាមត្រឹមត្រូវគឺពួកគេត្រូវនៅលើសមុទ្រនៅឡើយទេពេលនោះpilotទាំងពីរបានរួមគ្នាសន្និដ្ឋានថាប្រហែលជាព្យុះបោកពួកគេឲ្យហោះខុសគន្លងបន្តិចក្រោយមករ៉ាដាស្រាប់តែចាប់បានយន្តហោះមួយក្រុមហោះនៅចម្ងាយប្រហែលជា20គីឡូម៉ែត្រពីពួកគេពេលយន្តហោះហោះចុះទាបបន្តិចទៀតពួកគេចាប់ផ្ដើមមើលឃើញផ្សែងក៏ប៉ុន្តែមិនមែនផ្សែងធម្មតាទេវាគឺជាផ្សែងភ្លើងដែលឆេះដោយសារតែយន្តហោះទម្លាក់គ្រាប់បែកអ្នកដំណើរទាំងអស់នៅក្នុងយន្តហោះពេលឃើញហេតុការណ៍អញ្ចឹងមានអារម្មណ៍ថាឆ្ងល់ហើយព្រួយបារម្ភផងដែរថ្មីហ្នឹងអត់មានព័ត៌មានអីទាក់ទងនឹងប្រទេសណាវាយប្រទេសណាទេហេតុអីបានទៅជាមានការទម្លាក់គ្រាប់បែកពេញទឹកពេញដីអញ្ចឹងចំណែកអ្នកប្រវត្តិវិទូទាំងពីរនាក់ពេលឃើញយន្តហោះចម្បាំងរបស់អាឡម៉ង់ពួកគេគិតថាហេតុការណ៍ហ្នឹងហាក់បីដូចជាព្រឹត្តិការណ៍នៅក្នុងសង្គ្រាមលោកលើកទី2ដែលបានកត់ត្រានៅក្នុងសភៅរបស់ពួកគេបន្តមកមានយន្តហោះចម្បាំងរបស់អាឡម៉ង់មួយបានហោះមកស្ទាក់ពីមុខពួកគេហើយពេលឃើញសភាពមិនស្រួលអញ្ចឹង William ក៏បញ្ជាយន្តហោះហោះទៅកាន់ទីខ្ពស់វិញពេលមានសុវត្ថិភាពវិញហើយក្រុមអ្នកដំណើរឆ្ងល់ខ្លាំងណាស់ហើយទាមទាររកការពន្យល់ពេលនោះ Cameron បានខំនិយាយលងភ្ញៀវឲ្យស្ងប់អារម្មណ៍សិនបើសិនជាមានព័ត៌មានអីចាំនាងប្រាប់តែមានបារម្ភម្នាក់ដូចជាផ្ទះសារជាងគេជាងឯងបានចាប់ដៃ Cameron ហើយបង្ខំនាងឲ្យប្រាប់ឥឡូវទង្វើរបស់គាត់បានធ្វើឲ្យក្រុមអូតេខឹងខ្លាំងណាស់ហើយបានសម្លុតបញ្ជាគាត់ឲ្យអង្គុយទៅវិញបន្ទាប់មកពេលយន្តហោះហោះនៅលើទីខ្ពស់អញ្ចឹងគឺពួកគេមានសុវត្ថិភាពព្រោះយន្តហោះតូចៗរបស់អាឡម៉ង់ហោះអត់បានខ្ពស់ទេប៉ុន្តែបញ្ហានៅត្រង់ថាពួកគេមើលអត់ឃើញដីមិនដឹងថានៅពេលនេះពួកគេនៅទីណាទេនៅពេលនោះផងដែរប្រវត្តិវិទូទាំងពីរនាក់បានប្រសុំ Cameron ចូលទៅជួបលោកកាប៉ីតែនព្រោះពួកគេមានដំណឹងសំខាន់ចង់ប្រាប់ប៉ុន្តែ Cameron ឲ្យពួកគេរងចាំសិនព្រោះពេលនេះកាប៉ីតែនកំពុងតែរវល់ខ្លាំងដោយសារមិនអាចចាំបានពួកគេក៏សម្រុកចូលទៅក្នុងបន្ទប់បញ្ជាហើយបានប្រាប់កាប៉ីតែនថាយន្តហោះចម្បាំងរបស់អាឡម៉ង់ដែលពួកគេឃើញមុនហ្នឹងគឺជាយន្តហោះដែលគេប្រើនៅសម័យសង្គ្រាមលោកលើកទី2បច្ចុប្បន្ននេះអត់មានអ្នកណាប្រើយន្តហោះប្រភេទហ្នឹងទៀតទេក្នុងពេលនោះផងដែរបរិយាដែលផ្ទះសារជាងគេក៏បានមកលួចស្ដាប់
គាត់បានលើពួកគេនិយាយអំពីបញ្ហាបច្ចេកទេសរបស់តាបឡូយន្តហោះដែលនៅពេលនេះសតតែរ៉ាដាមួយគត់ដែលដំណើរការបានន័យថាពួកគេពេលនេះកំពុងតែបង្វែងទីតាំងមិនដឹងថាពួកគេនៅទីណាហើយកំពុងតែហោះទៅណាទេតែពេលនោះអ្នកប្រវត្តិវិទូទាំងពីរបានសន្និដ្ឋានរឿងមួយដែលមិនគួរឲ្យជឿថាពួកគេបានធ្វើដំណើរត្រឡប់មកកាន់អតីតកាលនៅក្នុងសម័យសង្គ្រាមលោកលើកទី2នៅសម័យនោះគេអត់ទាន់មានសត្វតឡៃទេអញ្ចឹងហើយទើបប្រព័ន្ធតាបឡូនៅក្នុងយន្តហោះអត់ដំណើរការព្រោះវាត្រូវការប្រើសត្វតឡៃទើបដំណើរការបានពួកគេបានបន្ថែមទៀតថាបើយោងតាមព្រឹត្តិការណ៍ទម្លាក់គ្រាប់បែកហើយនៅទីតាំងភូមិសាស្ត្រដែលពួកគេបានឃើញមុននឹងបច្ចុប្បន្នពួកគេកំពុងតែហោះនៅលើទីក្រុងសេណាស្ទែភាគខាងលិចប្រទេសបារាំងព្រោះនៅខែ6ឆ្នាំ1940អាល្លឺម៉ង់បានទម្លាក់គ្រាប់បែកនៅតំបន់នេះខ្លាំងមែនទែនពេលនោះកាប៉ាតែនវីលៀមដូចជាមិនចង់ជឿទេហើយបានដេញពួកគេឲ្យត្រឡប់ទៅអង្គុយនៅកន្លែងវិញក៏ប៉ុន្តែពួកគេនិយាយមិនទាន់អស់ចិត្តទេពួកគេបានបន្ថែមទៀតថាអារ៉ាដានៅលើយន្តហោះនេះគឺជាបច្ចេកវិទ្យាទំនើបបំផុតដែលអត់ទាន់មាននរណាមានទេនៅក្នុងឆ្នាំ1940បើភាគីចំនួនណាទទួលបានបច្ចេកវិទ្យានេះមុននឹងឈ្នះសង្គ្រាមបន្ទាប់មកពួកគេក៏ព្រមត្រឡប់ទៅកន្លែងអង្គុយវិញចំណែកបរិសុទ្ធដែលលួចស្ដាប់ក៏ត្រឡប់ទៅវិញផងដែរហើយនៅពេលដែលខាមរិនដាក់ចេញពីបន្ទប់បញ្ជាបរិសុទ្ធផ្ទះសារនោះក៏ចាប់ដៃនាងម្ដងទៀតហើយទាមទារនាងប្រាប់ថាមានបញ្ហាអីឲ្យពិតប្រាកដពេលនោះខាមរិនបានប្រាប់ឲ្យបរិសុទ្ធនោះលែងដៃនាងហើយបាននិយាយគំរាមគាត់ទាំងទឹកមុខញញឹមថាអត់មានបញ្ហាអីទេតែបើសិនជាលោកឯងចាប់ដៃខ្ញុំម្ដងទៀតនឹងមានបញ្ហាធំហើយត្រឡប់ទៅមើលបន្ទប់បញ្ជាវិញដាល់ញ៉ាបានឲ្យយោបល់ថាពួកគេគួរតែរកមើលព្យុះដើម្បីរកផ្លូវត្រឡប់ទៅវិញបានន័យថាគាត់ជឿថាពួកគេធ្វើដំណើរមកកាន់អតីតកាលចំណែកវីលៀមអត់ទាន់ជឿទេហើយបានប្រាប់ថាពួកគេគួរតែផ្ដោតរកមើលឲ្យដឹងថាពេលនេះពួកគេនៅទីណាឲ្យបានច្បាស់លាស់សិនបន្ទាប់មកវីលៀមបានតាក់ទងទៅស្ថានីយ៍គ្រប់គ្រងនៅលើដីម្ដងទៀតក៏ប៉ុន្តែស្ងាត់ឈឹងហើយដាល់ញ៉ាបានមើលឃើញតាមរ៉ាដាថានៅជុំវិញពួកគេគឺអត់មានយន្តហោះទេដល់ពេលអញ្ចឹងវីលៀមក៏បញ្ជាយន្តហោះឲ្យចុះទៅទៀតវិញក្រែលោកអាចចាប់បានប្រព័ន្ធទំនាក់ទំនងឬក៏អាចមើលឃើញដីដឹងថាពួកគេនៅទីណាបន្ទាប់មកនៅពេលដែលយន្តហោះចុះមើលឃើញដីហើយនៅទន្លេប្រវត្តិវិទូទាំងពីរនាក់ក៏ចាប់ផ្ដើមគូររូបវាចូលទៅក្នុងសភៅដើម្បីផ្ទៀងផ្ទាត់ជាមួយនឹងផែនទីហើយពួកគេបានសឹកសៀវនិយាយគ្នាថាដូចជាមិនគួរឲ្យជឿសោះបើសិនជាពួកគេធ្វើដំណើរមកកាន់អតីតកាលមែនអតីតក្រោយនេះហ៊ីតលែរដែលជាមេដឹកនាំផ្ដាច់ការរបស់ប្រទេសអាល្លឺម៉ង់នឹងមកដល់ប្រទេសបារាំងពេលនោះបារម្ភផ្ទះសារដែលអង្គុយនៅកៅអីជួរមុខពួកគេបានខំប្រឹងផ្ទៀងស្ដាប់យ៉ាងយកចិត្តទុកដាក់បំផុតបន្តមកទៀតនៅក្នុងបន្ទប់បញ្ជាពីលុតទាំងពីររបស់យើងបានលើសំឡេងគេនិយាយតាមវិទ្យុម្ដងជាភាសាបារាំងម្ដងជាភាសាអាល្លឺម៉ង់នៅពេលនោះវីលៀមក៏បញ្ញាប់តាក់ទងសុំហៅជំនួយម្ដងទៀតហើយនៅលើកនេះគាត់បានទទួលចម្លើយតបជាភាសាអង់គ្លេសមកវិញអ្នកដែលឆ្លើយតបជាមួយគាត់គឺកូនតាហ៊ានរបស់កងទ័ពអង់គ្លេសម្នាក់ឈ្មោះ Nigel Sheffield គាត់កំពុងតែធ្វើការលួចចាប់សិក្នាលវិទ្យុតាក់ទងរយៈចម្ងាយឆ្ងាយហើយនៅពេលដែលវីលៀមសួររកការបរិច្ឆេទបច្ចុប្បន្ន Nigel ក៏បានប្រាប់ថាថ្ងៃនេះគឺជាថ្ងៃ17ខែ6ឆ្នាំ1940ពេលនេះវីលៀមច្បាស់ការហើយគឺពួកគេពិតជាឆ្លងពេលវេលាមកកាន់អតីតកាលពិតមែនរហូតមកដល់ពេលនេះប្រវត្តិវិទូទាំងពីរបានរកឃើញថាពួកគេនៅទីណាពិតប្រាកដហើយក៏បានយកដំណឹងនេះទៅប្រាប់លោកកាប៉ាតែនហើយគ្រាន់តែពួកគេងើបចេញពីកៅអីភ្លាមបរិសុទ្ធផ្ទះសារបានលួចយកឯកសាររបស់ពួកគេមកសិក្សាយ៉ាងយកចិត្តទុកដាក់ត្រឡប់ទៅមើលកាប៉ាតែនវីលៀមវិញគាត់នៅតែបន្តចរចាជាមួយនឹង Nigel ព្រោះ Nigel ជឿថាពួកគេជាយន្តហោះឆ្លងមកអតីតកាលទេគាត់បានប្រាប់ Nigel ថាឧបករណ៍តែមួយគត់ដែលនៅដំណើរការនៅក្នុងយន្តហោះនេះគឺរ៉ាដាពេលឮអញ្ចឹង Nigel ភ្ញាក់ផ្អើលណាស់ព្រោះគាត់ធ្លាប់លើពីវាដែរប៉ុន្តែមកទល់ពេលនេះមិនទាន់មានប្រទេសណាផលិតវាបាននៅឡើយទេក្នុងពេលនោះដែរប្រវត្តិវិទូទាំងពីរនាក់ក៏បានចូលមកដល់ពេលនោះពួកគេបានប្រាប់ Nigel តាមវិទ្យុថាពួកគេទើបបានហោះកាត់តំបន់សេណាស្ទែនៅខាងលិចប្រទេសបារាំងដែលត្រូវបានអាល្លឺម៉ង់ទម្លាក់គ្រាប់បែកហើយដើម្បី Nigel ជឿថាពួកគេធ្វើដំណើរឆ្លងពេលវេលាពីអនាគតកាលមកប្រវត្តិវិទូរបស់យើងបានប្រាប់ការសម្ងាត់តាក់ទងនឹងកម្លាំងទ័ពរបស់អាល្លឺម៉ង់នៅកំឡុងពេលនោះហើយក៏បានដឹងថានៅថ្ងៃទី17ខែ6ឆ្នាំ1940នឹងនាវាចម្បាំងរបស់អង់គ្លេសដ៏ធំមួយឈ្មោះ RMS Lancaster ត្រូវបានអាល្លឺម៉ង់បាញ់ពន្លិចដំណឹងតាក់ទងជាមួយនឹងការលិចនាវាចម្បាំងនេះ Nigel អត់ទាន់បានដឹងទេជាងហើយគាត់សុំទៅឆែកជាមួយនឹងមេវិជ្ជាការគាត់សិន5នាទីទៀតទើបត្រឡប់មកវិញក្នុងពេលជាមួយគ្នាបរិសុទ្ធផ្ទះសារបានសិក្សាដឹងរឿងរ៉ាវច្បាស់គួរសមក៏ងើបពីកៅអីប្រកាសប្រាប់អ្នកដំណើរទាំងអស់គ្នាថាយន្តហោះនេះបានធ្វើដំណើរឆ្លងពេលវេលាទៅអតីតកាលហើយពេលលឺអញ្ចឹងអ្នកដំណើរផ្សេងទៀតក៏នាំគ្នាសើចចំអកឲ្យគាត់ហើយគិតថាគាត់ផឹកជ្រុលប៉ុន្តែនៅពេលដែលគាត់ឲ្យអ្នកដែលមិនជឿជីកសួរ Cameron ទៅទើបគេដឹងថាអ្វីដែលគាត់និយាយនឹងអាចជាការពិតគាត់បាននិយាយបន្តទៀតថាពេលនេះពួកគេកំពុងតែនៅក្នុងសម័យសង្គ្រាមលោកលើកទី2ហើយដោយសារតែយន្តហោះរបស់ពួកគេមិនមែនជាយន្តហោះចម្បាំងដូច្នេះពួកគេមិនអាចរស់នៅក្នុងសម័យនេះបានទេច្បាស់ជាត្រូវស្លាប់តៃហោងទាំងអស់គ្នាប៉ុន្តែមុននឹងស្លាប់គាត់មានគំនិតល្អមួយដែលធ្វើឲ្យមនុស្សទាំងអស់នៅក្នុងយន្តហោះនេះខ្លាចទៅជាវីរបុរសគឺគាត់ចង់បបួលពួកគេឲ្យជាយន្តហោះទៅធ្វើខេត្តអ៊ីតាលីតែម្ដងព្រោះតាមរយៈសភៅប្រវត្តិសាស្ត្រពួកគេអាចដឹងថាអ៊ីតាលីនៅកន្លែងណានៅពេលណានៅពេលនោះអ្នកបម្រើនៅលើយន្តហោះម្នាក់បានព្យាយាមបញ្ឈប់គាត់ដើម្បីកុំឲ្យគាត់និយាយប្រទេសផ្ដាស់ទៀតប៉ុន្តែនៅពេលនោះក៏មានអ្នកបម្រើផ្សេងទៀតជួយការពារគាត់ដែរហើយដើម្បីគ្រប់គ្រងស្ថានភាពនៅពេលនោះទាហាន2នាក់ដែលបានធ្វើដំណើរនៅលើយន្តហោះនោះដែរក៏ចេញមកខាត់តែបរិសុទ្ធផ្ទះសារនៅតែមិនស្ដាប់ហើយក៏កាត់ទៅជាចំនួនវាយដំគ្នាបន្ទាប់ពីបានបង្ក្រាបបរិសុទ្ធផ្ទះសារហើយទាហានម្នាក់បាននិយាយថាការប៉ុនប៉ងចង់ធ្វើខេត្តអ៊ីតាលីដើម្បីកែប្រែប្រវត្តិសាស្ត្រមិនប្រកាសថាជារឿងល្អទេ
ចុះបើវាមិនបានសម្រេចហើយអាឡម៉ង់ទទួលបានបច្ចេកវិទ្យាទំនើបពីយន្តហោះនេះទៅអាឡម៉ង់ច្បាស់ជាឈ្នះសង្គ្រាមលោកលើកទី2បន្ទាប់មកនីហ្គេលបានតាក់ទងមកកាន់កាប៉ាតេនវីលៀមវិញហើយទទួលស្គាល់ថាការលេចនាវាចម្បាំងដែលក្រុមរបស់កាប៉ាតេនប្រាប់មុនហ្នឹងគឺជាការពិតហើយក៏បានអរគុណក្រុមរបស់កាប៉ាតេនដែរដែលបានប្រាប់ពីកម្លាំងទ័ពរបស់អាឡម៉ង់គាត់ក៏បាននិយាយទៀតថាបើសិនជាដឹងព័ត៌មានចឹងតាំងពីខែមុនមកការទម្លាក់គ្រាប់បែកនៅកំពង់ផែដាងខើជាងមួយខែមុនហ្នឹងប្រហែលជាអត់មានមនុស្សងាប់ដល់ជាងកន្លះលានអ្នកទេពេលលើអញ្ចឹងក្រុមរបស់វីលៀមជាពិសេសប្រវត្តិបន្ទូទាំងពីរមានការភ្ញាក់ផ្អើលណាស់ព្រោះអីតាមប្រវត្តិសាស្ត្រការទម្លាក់គ្រាប់បែកនៅកំពង់ផែដាងខើអត់មានមនុស្សងាប់ដល់ជាងកន្លះលានអ្នកអញ្ចឹងទេនេះមានន័យថាអតីតកាលនេះគឺជាអតីតកាលដែលនៅលើបន្ទាត់ពេលវេលាផ្សេងមួយទៀតបន្ទាប់មកនីហ្គេបានសូមបញ្ជាក់ទីតាំងយន្តហោះរបស់វីលៀមហើយនៅពេលដែលវីលៀមប្រាប់ទីតាំងនីហ្គេបានប្រាប់ឲ្យពួកគេប្រញាប់ចាក់ចេញពីកន្លែងនោះភ្លាមព្រោះពួកគេកំពុងតែនៅជាប់ព្រំដែនអាឡម៉ង់និយាយមិនតាន់បានផុតពីមាត់ផងស្រាប់តែមានយន្តហោះរបស់អាឡម៉ង់មកក្រុមហោះសម្ដៅមករកពួកគេពេលនោះអត់មានផ្អោងយូរទេយន្តហោះទាំងនោះបានចាប់ផ្ដើមបាញ់ប្រហារមកលើពួកគេធ្វើឲ្យអ្នកដំណើរទាំងអស់មានការភ័យតក់ស្លុតជាខ្លាំងខណៈពេលដែលវីលៀមកំពុងតែបញ្ជាយន្តហោះគេចចេញពីក្របពេលនោះដើម្បីគេចចេញពីការតាមប្រមាញ់វីលៀមបានជាមួយក្បាលយន្តហោះរបស់គាត់ចុះទៅដីហើយនៅពេលដែលវាជិតដល់ដីគាត់ក៏ទាញវាងើបឡើងមកវិញចំណែកយន្តហោះរបស់ពួកអាឡម៉ង់ដែលតាមពីក្រោយគាត់មានយន្តហោះខ្លះទាញងើបឡើងអត់ទាន់ក៏បុកដីផ្ទុះឆេះបន្តមកមានយន្តហោះរបស់អាឡម៉ង់មួយគ្រឿងបានបាញ់ធ្លុំបន្ទប់បញ្ជាផ្លាតក្របមកត្រូវដានញ៉ែលឲ្យត្រូវរបួសហូរឈាមយ៉ាងខ្លាំងបន្ទាប់ពីយន្តហោះបានខ្ពស់បន្តិចមានសុវត្ថិភាពវិញហើយខេមរិនហើយនៅអូទេម្នាក់ទៀតបានយកសម្ភារៈពេទ្យមកពិនិត្យព្យាបាលឲ្យដានញ៉ែលសំណាងហើយដែលរបួសនោះមិនប៉ះចំចំណុចសំខាន់អត់មានគ្រោះថ្នាក់ដល់ជីវិតប៉ុន្តែបញ្ហាមិនទាន់អស់ទេព្រោះពេលនេះយន្តហោះនៅសល់សាងប្រហែលជា90នាទីទៀតទេពួកគេត្រូវការរកកន្លែងសុវត្ថិភាពចុះចតជាបន្ទាន់កន្លែងទៅមើលដានញ៉ែលវិញពេលនេះគាត់បានរាយការណ៍ប្រាប់មេរបស់គាត់ថាគាត់បានទំនាក់ទំនងជាមួយនឹងវីលៀមហើយប៉ុន្តែមេរបស់គាត់ខ្លាចអាឡម៉ង់យករ៉ាដាបានដូច្នេះចង់ឬមិនចង់គាត់ត្រូវបាញ់កំទេចយន្តហោះរបស់វីលៀមចោលដើម្បីកុំឲ្យសត្រូវយករ៉ាដាបានកន្លែងទៅមើលវីលៀមវិញគាត់បានបន្ថយទម្លាក់យន្តហោះគាត់ឲ្យចុះទៀតបន្តិចវិញដើម្បីអាចតាក់ទងជាមួយនឹងនីហ្គេបានហើយនៅពេលដែលអាចតាក់ទងគ្នាបានវិញហើយពួកគេសុទ្ធតែសប្បាយចិត្តខ្លាំងណាស់ប៉ុន្តែនៅពេលដែលពួកគេនិយាយគ្នាមិនទាន់បានប្រមាណផងយន្តហោះរបស់កងទ័ពអាឡម៉ង់ក៏តាមទាន់ពួកគេម្ដងទៀតហើយលើកនេះសាហាវជាងលើកមុនព្រោះទ័ពអាឡម៉ង់ប្រើសិទ្ធិតែមីស៊ីលពេលនោះមីស៊ីលបាញ់មិនត្រូវទេក៏ប៉ុន្តែកម្លាំងផ្ទុះរបស់វាបានធ្វើឲ្យបែកកញ្ចក់បង្អួចយន្តហោះឲ្យជាច្រើនពេលនោះផងដែរនៅក្នុងរ៉ាដាពួកគេបានឃើញយន្តហោះរបស់អាឡម៉ង់ហោះសម្ដៅមករកពួកគេទាំងមុខទាំងក្រោយដោយសារតែវីលៀមជាពីលុតជើងចាស់គាត់ក៏ងើបយន្តហោះឲ្យខ្ពស់បន្តិចធ្វើឲ្យយន្តហោះនៅខាងមុខហោះចូលពីក្រោមគាត់បុកជាមួយនឹងយន្តហោះខាងក្រោយផ្ទុះឆេះទាំងពីរតែម្ដងបន្ទាប់មកប្រវត្តិទូម្នាក់បានឲ្យយោបល់វីលៀមថាពួកគេគួរតែបកគោរ៉ាដាហ្នឹងទៅឲ្យកងទ័ពអង់គ្លេសតែម្ដងទៅដើម្បីទី1ឲ្យជួយមើលផ្លូវពួកគេនិងរកកន្លែងឲ្យពួកគេចោះចតទី2គឺជួយតសម្ព័ន្ធមិត្តឲ្យឈ្នះសង្គ្រាមដើម្បីឲ្យវាត្រូវតាមប្រវត្តិសាស្ត្រវិញបន្ទាប់ពីសម្រេចគ្នាអញ្ចឹងហើយវីលៀមក៏ចាប់ផ្ដើមតាក់ទងទៅនីហ្គេដើម្បីប្រាប់ពីរឿងហ្នឹងក៏ប៉ុន្តែពេលនោះស្រាប់តែមានមីស៊ីលមួយគ្រាប់បាញ់ពីដីសម្ដៅមករកយន្តហោះរបស់ពួកគេបណ្ដាឲ្យយន្តហោះអាលុតម៉ាស៊ីនអមយហៀងហើយសំយ៉ងចុះទៅក្រោមប៉ុន្តែសំណាងល្អក្រោយពេលព្យាយាមបិទបើក restart វាច្រើនដងម៉ាស៊ីននោះក៏ចាប់ផ្ដើមដំណើរការឡើងមកវិញបន្ទាប់ពីយន្តហោះមានលំនឹងឡើងវិញហើយវីលៀមបានតាក់ទងទៅនីហ្គេប្រាប់ថាគាត់សុខចិត្តបកគោរ៉ាដាទៅឲ្យកងទ័ពអង់គ្លេសពេលលេងចឹងនីហ្គេក៏ប្រាប់វីលៀមពីទីតាំងដែលគាត់ត្រូវទម្លាក់រ៉ាដាហើយបានបញ្ញាប់រត់ទៅប្រាប់មេវិជាការរបស់គាត់ឲ្យផ្អាកឈប់បាញ់យន្តហោះរបស់វីលៀមទៅលើយន្តហោះឯណោះវិញទាំងអ្នកដំណើរនិងទាំងអូតេបានជួយគ្នាដោះរ៉ាដាចេញពីយន្តហោះហើយនាំគ្នារកថង់ផ្លាស្ទិកឬក៏របស់អ្វីម្យ៉ាងធ្វើជាឆ័ត្រយោងដើម្បីចងរ៉ាដាទម្លាក់ចុះពីលើយន្តហោះបន្ទាប់ពីបានរៀបចំរួចរាល់ហើយពួកគេក៏បានបោះរ៉ាដាចុះពីលើយន្តហោះនៅទីតាំងដែលបានកំណត់ពេលនោះនីហ្គេបានប្រាប់ថាគាត់នឹងមកជួនកងទ័ពឲ្យទៅរើរ៉ាដានោះប៉ុន្តែពេលនេះសូមឲ្យវីលៀមជិះកិច្ចសិនទៅព្រោះគាត់ដឹងថាទ័ពអាឡម៉ង់កំពុងតែសម្ដៅទៅរកពួកគេទៀតហើយនៅពេលនោះកងទ័ពអាឡម៉ង់បានលួចស្ដាប់ការសន្ទនារបស់ពួកគេហើយក៏បានបញ្ជូនទ័ពទៅរករ៉ាដានោះដូចគ្នាបន្តមកទ័ពអាឡម៉ង់បានរកឃើញរ៉ាដានោះមុនហើយនៅពេលដែលពួកគេកំពុងតែដោះយករ៉ាដាកងទ័ពអង់គ្លេសក៏បានមកដល់ដែរក្រោយពីផ្ទុះអាវុធជាមួយគ្នាមកប្រាវទីបំផុតទ័ពអង់គ្លេសបានឈ្នះហើយបានទៅដើមយករ៉ាដាបានក្នុងពេលជាមួយគ្នាយន្តហោះអាឡម៉ង់បានដេញបាញ់យន្តហោះរបស់វីលៀមទៀតហើយលើកនេះយន្តហោះអាឡម៉ង់បានបាញ់ត្រូវយន្តហោះរបស់វីលៀមបណ្ដាឲ្យធ្លុះបូមអ្នកដំណើរដែលអង្គុយនៅក្បែរនោះចេញពីយន្តហោះហើយការធ្លុះនោះផងដែរក៏បានធ្វើឲ្យវីលៀមពិបាកក្នុងការបញ្ជាយន្តហោះគេចចេញពីក្របខ្លាំងណាស់សំណាងល្អនៅពេលនោះកងទ័ពអាកាសរបស់អង់គ្លេសបានចេញមកជួយបាញ់ការពារពួកគេទាន់បន្ទាប់ពីកិច្ចផុតពីការតាមបាញ់របស់ពួកអាឡម៉ង់នីហ្គេដែលទទួលបានរ៉ាដាហើយបានរកមើលទីតាំងដែលមានសុវត្ថិភាពឲ្យពួកគេចោះចតជាបន្ទាន់ប៉ុន្តែភ្លាមៗនោះនៅក្នុងរ៉ាដានីហ្គេបានឃើញមានអីម្យ៉ាងទេបានផុសនៅចំពីមុខយន្តហោះរបស់វីលៀមចំណែកវីលៀមវិញបានឃើញអាស្អីម្យ៉ាងនោះគឺជាព្យុះដែលនាំពួកគេមកកាន់ទីនេះពេលនោះវីលៀមបានអរគុណនីហ្គេដែលបានខិតខំជួយគាត់ក្នុងពេលកន្លងមកបន្តមកក៏បញ្ជាយន្តហោះហោះចូលទៅក្នុងកណ្ដាលព្យុះបន្ទាប់ពីបានចេញពីព្យុះវិញស្ថានីយគ្រប់គ្រងផ្លូវអាកាសក៏បានតាក់ទងមកកាន់ពួកគេបានដូចធម្មតាប៉ុន្តែគ្មានពេលអធិប្បាយយូរទេគឺពួកគេត្រូវបញ្ញាបញ្ញាឃ្លាយរ៉ាន់វេដើម្បីឲ្យយន្តហោះរបស់វីលៀមចុះចតជាបន្ទាន់ហើយគ្រាន់តែយន្តហោះចុះដល់ដីភ្លាមម្នាក់ដែលនៅក្នុងយន្តហោះមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងណាស់ដោយបានកើតម្ដងទៀតអញ្ចឹងបន្ទាប់មកក្រោយពេលអ្នកដំណើរចាក់ចេញពីយន្តហោះអស់នៅសល់តែលោកអ៊ំដែលចាស់ជាងគេម្នាក់គត់ដែលនៅក្រោយគេគាត់បានប្រាប់វីលៀមថាគាត់សូមប្រហើរការងាររបស់គាត់បន្តិចសិនពេលនោះវីលៀមឃើ
ឃើញអ្វីដែលលោកអ៊ំនោះគាត់ត្រាគឺតាក់ទងជាមួយនឹងសង្គ្រាមលោកលើកទី2ហើយនឹងរឿងរ៉ាវដែរដែលគាត់បានបកគលឲ្យ Nigel ហើយនៅពេលដែលលោកអ៊ំនោះបិទសៀវភៅមកឈ្មោះរបស់គាត់នៅលើសៀវភៅហ្នឹងគឺ Nigel Sackville បានន័យថាលោកអ៊ំចំណាម្នាក់នោះតាមពិតគឺជា Nigel សូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានរឿងនេះជាមួយនឹងខ្ញុំបើយល់ថារឿងនេះល្អមើលឬក៏យ៉ាងណាសូមជួយ comment ប្រាប់ផងហើយជាពិសេសអ្នកថ្មីសូមកុំភ្លេចជួយ subscribe channel ឬក៏ follow page មនោចរណៃដើម្បីតាមដានរឿងល្អៗមើលជាមួយខ្ញុំទៀតពេលនេះសូមជម្រាបលា